អ្នកព្យាយាមមានវិន័យម្ដងហើយម្ដងទៀតតែចុងក្រោយនៅតែបរាជ័យប្រហែលបញ្ហាមិនមែនព្រោះអ្នកខ្ជិលទេប្រហែលអ្នកកំពុងប្រើវិធីខុសតាំងពីដំបូងអ្នកបង្ខំខ្លួនខ្លាំងពេករហូតខួរក្បាលចង់រត់គេចហើយបន្ទាប់មកអ្នកសន្យាថាស្អែកនឹងចាប់ផ្ដើមម្ដងទៀតតែស្អែកមកដល់អ្នកក៏ធ្វើដូចម្សិលមិញវាមិនមែនជាការខ្វះក្តីស្រមៃទេវាគឺដោយសារខួរក្បាលរបស់អ្នកត្រូវបានវឹកហាត់ឲ្យជ្រើសរើសអ្វីដែលងាយស្រួលជាងក្នុងវីដេអូនេះអ្នកនឹងឃើញវិធី7ដើម្បីបង្រៀនខួរក្បាលឡើងវិញហើយនៅវិធីទី4អ្នកនឹងឃើញមូលហេតុពិតដែលធ្វើឲ្យអ្នកផ្ដោតមិនបានសាកគិតពីពេលដែលអ្នកនិយាយថាខ្ញុំនឹងចាប់ផ្ដើមថ្ងៃស្អែកអ្នកដឹងរួចហើយថាត្រូវភ្ញាក់ឲ្យលឿនរៀននិងធ្វើអ្វីដែលនាំអ្នកទៅរកគោលដៅប៉ុន្តែការដឹងមិនស្មើនឹងការធ្វើទេទូរស័ព្ទផ្ដល់រង្វាន់ភ្លាមដោយមិនទាមទារកម្លាំងវីដេអូខ្លីមួយខ្ល้ายជា10ហើយ10ខ្ល้ายជា1ម៉ោងចំណែកការរៀនឬហាត់ប្រាណផ្ដល់លទ្ធផលយឺតជាងដូច្នេះខួរក្បាលតែងជ្រើសរើសអ្វីដែលស្រួលជាងមុនមនុស្សមានវិន័យមិនបានឈ្នះដោយកម្លាំងចិត្តរាល់ថ្ងៃទេពួកគេរៀបចំប្រព័ន្ធឲ្យជំរឿសត្រឹមត្រូវងាយធ្វើជាងឥឡូវចាប់ផ្ដើមពីវិធីដែលសាមញ្ញបំផុតវិធីទី1ចាប់ផ្ដើមឲ្យតូចរហូតអ្នកមិនអាចរកលេសគិចបានមនុស្សជាច្រើនចង់ផ្លាស់ប្ដូរជីវិតទាំងមូលក្នុងមួយយប់ថ្ងៃនេះមិនធ្វើអ្វីសោះស្អែកចង់ភ្ញាក់ម៉ោង5ព្រឹកចង់ហាត់ប្រាណ1ម៉ោងអាន50ទំព័រនិងឈប់ទូរស័ព្ទទាំងស្រុងថ្ងៃដំបូងវារំភើបប៉ុន្តែ3ថ្ងៃក្រោយអ្នកក៏ចាប់ផ្ដើមបោះបង់ព្រោះការផ្លាស់ប្ដូរធំពេកមានអារម្មណ៍ដូចជាបន្ទុកដូច្នេះកុំចាប់ផ្ដើមដោយការអាន50ទំព័រអានត្រឹម1ទំព័រហើយបិទសៀវភៅក៏បានកុំចាប់ផ្ដើមដោយហាត់ប្រាណ1ម៉ោងធ្វើចលនាហាត់ប្រាណត្រឹម5ដងឬដើរត្រឹម5នាទីគោលដៅដំបូងមិនមែនហាត់ឲ្យខ្លាំងភ្លាមទេគោលដៅគឺបង្កើតភស្តុតាងថាអ្នកអាចធ្វើបានរាល់ថ្ងៃវិន័យកើតពីភាពទៀងទាត់មិនមែនភាពខ្លាំងមួយពេលទេវិធីទី2បើចាប់ផ្ដើមតូចហើយនៅតែបរាជ័យបញ្ហាអាចស្ថិតនៅជុំវិញអ្នកបើទូរស័ព្ទនៅក្បែរដៃអ្នកនឹងយកវាឡើងដោយស្វ័យប្រវត្តិបើកម្មវិធីកម្សាន្តនៅលើអេក្រង់ដំបូងអ្នកនឹងបើកវាមុនបើក្រែនៅក្បែរតុធ្វើការអ្នកងាយនិយាយថាសម្រាប់បន្តិចសិននេះមិនមែនមានន័យថាអ្នកខ្សោយទេវាមានន័យថាបរិយាកាសកំពុងជ្រើសរើសជំនួសអ្នកពេលរៀនដាក់ទូរស័ព្ទនៅបន្ទប់ផ្សេងបិទការជូនដំណឹងដែលមិនតាក់ទងនឹងការងារដាក់សៀវភៅលើតុនិងរៀបចំឯកសារទុកពីយប់បើចង់ហាត់ប្រាណដាក់សម្លៀកបំពាក់ឲ្យឃើញភ្លាមពេលភ្ញាក់ធ្វើឲ្យទម្លាប់ល្អមានជំហានចាប់ផ្ដើមតិចជាងមុនហើយធ្វើឲ្យទម្លាប់អាក្រក់ត្រូវការជំហានច្រើនជាងមុនពេលបរិយាកាសឈប់ប្រឆាំងវិន័យនឹងស្រាលជាងមុនប៉ុន្តែកុំទាន់ចេញព្រោះវិធីទី5បង្ហាញហេតុផលដែលអ្នកខិតខំតែបែរជាចង់បោះបង់មិនមែនព្រោះអ្នកខ្សោយទេតែព្រោះខួរក្បាលមើលមិនឃើញថាអ្នកកំពុងរីកចម្រើនវិធីទី3ឥឡូវនៅសល់ជញ្ជាំងធំបំផុតគឺពេលដែលអ្នកត្រូវចាប់ផ្ដើមពេលមិនចង់ធ្វើកុំប្រាប់ខ្លួនថាត្រូវធ្វើឲ្យចប់ប្រាប់ខ្លួនឯងថាខ្ញុំនឹងធ្វើត្រឹម5នាទីប៉ុណ្ណោះគ្មានសម្ពាធគ្មានការសន្យាថាត្រូវធ្វើ1ម៉ោងព្រោះអ្វីដែលពិបាកបំផុតមិនមែនជាការងារនោះទេផ្នែកពិបាកបំផុតគឺការបើកឯកសារនិងចាប់ផ្ដើមមុនចាប់ផ្ដើមខួរក្បាលគិតពីការងារតែមូលបន្ទាប់ពីចាប់ផ្ដើមវាឃើញតែជំហានតូចនៅចំពោះមុខភាគច្រើន5នាទីនឹងក្លាយជា10ឬ20នាទីប៉ុន្តែបើអ្នកឈប់ត្រឹម5នាទីក៏មិនមែនបរាជ័យដែរអ្នកបានបង្ហាញថាអារម្មណ៍មិនចង់ធ្វើមិនអាចបញ្ជាអ្នកទាំងស្រុងចាប់ផ្ដើមតូចគឺជារបៀបបំបីជញ្ជាំងធំឥឡូវដល់វិធីទី4ដែលមនុស្សភាគច្រើនមិនចង់ហ្វឹកហាត់ទ្រាំនឹងភាពធុញដោយមិនរត់ទៅរកទូរស័ព្ទភ្លាមបើអ្នកមិនអាចអង្គុយស្ងៀម2នាទីការផ្ដោតអារម្មណ៍ក៏ងាយរអាក់រអួលរាល់ថ្ងៃខួរក្បាលរបស់អ្នកត្រូវបានរំញោចដោយវីដេអូសារនិងការជូនដំណឹងជាប់គ្នាវីដេអូមួយចប់វីដេអូថ្មីចាប់ផ្ដើមភ្លាមដូច្នេះពេលអានសៀវភៅអ្នកងាយមានអារម្មណ៍ថាយឺតនិងធុញពេលធ្វើការសំខាន់អ្នកក៏ចាប់ផ្ដើមរករឿងផ្សេងធ្វើដើម្បីគេចពីការងារមិនមែនព្រោះអ្នកមិនខ្វល់ពីអនាគតទេប៉ុន្តែចិត្តនៃអ្នកស៊ាំនឹងការរំញោចលឿនពេកសាក់ដើរ5នាទីដោយមិនស្ដាប់តន្ត្រីសាក់ញ៉ាំបាយដោយមិនដាក់ទូរស័ព្ទនៅមុខពេលឈររងចាំកុំយកទូរស័ព្ទចេញភ្លាមដំបូងអ្នកនឹងមានអារម្មណ៍មិនស្រួលនិងចង់បើកទូរស័ព្ទភ្លាមប៉ុន្តែបន្តិចម្ដងចិត្តនឹងស្ងប់ហើយអ្នកអាចបដូរបានយូរជាងមុនពេលភាពធន់ឡើងជាសត្រូវការបដោតក៏ងាយឡើងមុនទៅវិធីទី5សួរខ្លួនឯងត្រង់មួយសំណួរតើទម្លាប់ណាមួយកំពុងលួចពេលអ្នកច្រើនបំផុតរាល់ថ្ងៃវិធីទី5បើខួរក្បាលមើលមិនឃើញការរីកចម្រើនវាងាយចង់បោះបង់ការខិតខំដែលមើលមិនឃើញងាយធ្វើឲ្យកម្លាំងចិត្តបាត់រៀនភាសាតែមួយថ្ងៃមិនធ្វើឲ្យអ្នកនិយាយបានភ្លាមទេហាត់ប្រាណមួយសប្តាហ៍ក៏មិនបដូររាងកាយភ្លាមដែរប៉ុន្តែមិនឃើញលទ្ធផលមិនមានន័យថាអ្នកមិនកំពុងរីកចម្រើនទេស្រមៃថាសុខាចាប់ផ្ដើមរៀនភាសាអង់គ្លេស10នាទីរាល់យប់មួយសប្តាហ៍ក្រោយគាត់នៅតែមិនអាចនិយាយបានល្អហើយចាប់ផ្ដើមចង់បោះបង់ប៉ុន្តែពេលគាត់មើលប្រតិទិនគាត់ឃើញសញ្ញា7ថ្ងៃជាប់គ្នាគាត់មិនទាន់ឃើញលទ្ធផលធំទេប៉ុន្តែគាត់ឃើញថាខ្លួនមិនបានបោះបង់ប្រើប្រតិទិនសៀវភៅតូចឬកម្មវិធីសាមញ្ញមួយរាល់ថ្ងៃដែលអ្នកធ្វើបានគូសសញ្ញាមួយទុកមួយថ្ងៃខ្លាយជា2 2ខ្លាយជា5ហើយ5ខ្លាយជា10
ពេលឃើញចំនួនថ្ងៃជាប់គ្នាកើនឡើងអ្នកក៏ចង់បន្តវាប៉ុន្តែបើខកខានមួយថ្ងៃកុំបោះបង់ទាំងស្រុងច្បាប់សាមញ្ញគឺកុំខកខាន2ថ្ងៃជាប់គ្នាវិន័យមិនមែនមានន័យថាអ្នកមិនដែលខកខានទេតែគឺត្រឡប់មកវិញឲ្យលឿនវិធីទី6ទម្លាប់នឹងរឹងមាំជាងមុនពេលអ្នកបដូររបៀបមើលខ្លួនឯងកុំនិយាយថាខ្ញុំកំពុងព្យាយាមក្លាយជាមនុស្សមានវិន័យសាក់និយាយថាខ្ញុំជាមនុស្សដែលរក្សាពាក្យសន្យាតូចវាមិនមែនជាការកុហកខ្លួនឯងទេអ្នកកំពុងបង្កើតរូបភាពថ្មីអំពីខ្លួនឯងតាមរយៈសកម្មភាពតូចរាល់ពេលអានមួយទំព័រអ្នកកំពុងបញ្ជាក់ថាខ្លួនជាមនុស្សចូលចិត្តអានរាល់ពេលដាក់ទូរស័ព្ទចុះអ្នកកំពុងបញ្ជាក់ថាខ្លួនអាចបដូរបានរាល់ពេលចាប់ដើមទោះមិនចង់ធ្វើអ្នកកំពុងបដូររូបភាពខ្លួនឯងអត្តសញ្ញាណមិនផ្លាស់ប្ដូរដោយពាក្យមួយឃ្លាទេវាផ្លាស់ប្ដូរដោយសកម្មភាពដែលអ្នកធ្វើម្ដងហើយម្ដងទៀតគុំរងចាំឲ្យមានអារម្មណ៍ថាអ្នកជាមនុស្សថ្មីសិនធ្វើសកម្មភាពថ្មីហើយអារម្មណ៍នោះនឹងតាមមកក្រោយវិធីទី7សត្រូវចុងក្រោយគឺរង្វាន់ដែលអ្នកចង់បានភ្លាមមនុស្សភាគច្រើនជ្រើសរើសអ្វីដែលមានអារម្មណ៍ល្អឥឡូវនេះវិន័យគឺការមិនឲ្យភាពស្រួលបច្ចុប្បន្នលួចយកអនាគតអ្នកមិនចាំបាច់បោះបង់ការកំសាន្តទាំងអស់ទេអ្នកគ្រាន់តែត្រូវរៀនថារង្វាន់មិនចាំបាច់មកភ្លាមពេលចង់បើកទូរស័ព្ទសាក់រងចាំ10នាទីពេលចង់មើលវីដេអូសាក់បញ្ចប់ការងារតូចមួយសិនពេលចង់បោះបង់ការហាត់ប្រាណសាក់បន្ត1នាទីទៀតពេលចង់ទិញអ្វីដោយអារម្មណ៍ទុកវាមួយយប់សិនរាល់ពេលអ្នកបញ្ជារង្វាន់អ្នកកំពុងបង្រៀនខួរក្បាលថាអ្នកជាអ្នកសម្រេចចិត្តគោលដៅមិនមែនធ្វើឲ្យជីវិតคล้ายជាទណ្ឌកម្មទេគោលដៅគឺកុំឲ្យអារម្មណ៍ភ្លាមជ្រើសរើសជំនួសអ្នកឥឡូវអ្នកមានវិធី7ប៉ុន្តែកុំធ្វើទាំង7ពេលតែមួយព្រោះការព្យាយាមធ្វើគ្រប់យ៉ាងគឺជាអន្ទាក់ចាស់ដដែលជ្រើសរើសតែមួយដែលដោះស្រាយបញ្ហាធំបំផុតរបស់អ្នកបើចាប់ផ្ដើមមិនបានប្រើច្បាប់5នាទីបើទូរស័ព្ទរំខានខ្លាំងកែបរិយាកាសនៅថ្ងៃនេះបើចាប់ផ្ដើមខ្លាំងហើយបោះបង់លឿនធ្វើគោលដៅឲ្យតូចជាងមុនបើផ្ដោតមិនបានសាកអង្គុយស្ងៀម2នាទីដោយមិនចាប់ទូរស័ព្ទចាប់ផ្ដើមថ្ងៃនេះមិនមែនថ្ងៃច័ន្ទឬខែក្រោយទេជីវិតមិនផ្លាស់ប្ដូរពេលអ្នកមានអារម្មណ៍ចង់ផ្លាស់ប្ដូរវាផ្លាស់ប្ដូរពេលអ្នកធ្វើជំរឿសតូចត្រឹមត្រូវជាប់គ្នាក្នុងវិធីទាំង7តើវិធីណាជួយអ្នកបានច្រើនបំផុតសរសេរលេខរបស់វានៅក្នុងមតិយោបល់ហើយជ្រើសរើសវាអនុវត្តចាប់ពីថ្ងៃនេះមនុស្សដែលអ្នកចង់ក្លាយជាចាប់ផ្ដើមពីជំរឿសទូចមួយនៅថ្ងៃនេះហើយវិន័យចាប់ផ្ដើមពេលអ្នកឈប់ឲ្យលេសក្នុងខួរក្បាលបញ្ជាអ្នក